សូមជម្រាបសួរសូមសួស្តីដល់បងប្អូនទាំងអស់ Trim ប្រឡងនេះដែលប្រើ file upload អញ្ចឹងលោកគ្រូសូមណែនាំបងប្អូនមកប្រើកម្មវិធីមួយសម្រាប់ថតរូបឲ្យច្បាស់ហើយល្អអញ្ចឹងបងប្អូនត្រូវធ្វើតាមខ្ញុំទី1បងប្អូនចូល Play Store សម្រាប់ពពួក Android ណាបើiPhone ផ្សេងពីនឹង iOS ណាអញ្ចឹងចូល Play Store តោះមកយើង search ពាក្យថានេះខ្ញុំដោយសារខ្ញុំធ្លាប់វាយហើយ Microsoft Land ក៏បាន Microsoft Office Land ក៏បានដែរពីរហ្នឹងវាដូចគ្នាឥឡូវខ្ញុំចូល Microsoft Land នេះដោយសារខ្ញុំ down ឲ្យហើយអញ្ចឹងវាទាមទារយើង update អញ្ចឹងខ្ញុំមិន download ទេអញ្ចឹងយើងមកមើលការប្រើប្រាស់កម្មវិធីហ្នឹងវាថតវាច្បាស់មិនណាបាទនេះរបស់ខ្ញុំនេះខ្ញុំនេះរបស់ខ្ញុំនេះរបស់ខ្ញុំអញ្ចឹងខ្ញុំចង់ថតឯកសារឲ្យបងប្អូនមើលបាទឥឡូវខ្ញុំចង់ថតឯកសារឲ្យបងប្អូនមើលណានេះឧទាហរណ៍ថាបោះសិស្សម្នាក់ហ្នឹងយើងថតទៅវានៅលើតុយើងចំហៀងប្រឆាត់មិនក៏ដោយណាអញ្ចឹងវាកាត់ខ្ញុំថតណាបាទវាកាត់ឲ្យស្មើយើងអត់នេះឃើញស្មើហើយហើយយើងចុចពាក្យថា config នេះចុចលើវាមកបាទអញ្ចឹងយើងចុចកន្លែងនេះមក save វា save ឲ្យយើងហើយឃើញទេវាប្រើវាបាទហើយយើងចុចពាក្យកន្លែងដាននេះមកនេះអញ្ចឹងបោះនេះចុចដានហ្នឹងយើងចុចលើពាក្យថា gallery មកបាច់ចូល PDF យើងយកពាក្យ gallery មកយើងចូលពាក្យ save នេះណាបាទអញ្ចឹងវា load ឲ្យអូតូណាហើយចុចកន្លែងនេះដើម្បីថតទៀតបើយើងមានច្រើនស្លឹកចុចលើកាមេរ៉ាហ្នឹងមកឥឡូវវាធ្វើថតស្លឹកទៀតនេះឧទាហរណ៍ឡើងខ្ញុំរកផ្ទៃដែលខុសពីกระดาษនេះឧទាហរណ៍ថាខ្ញុំថតទៅវាដាក់กระดาษឲ្យស្អាតណាបាទដាក់กระดาษស្អាតនេះដាក់ទៅថតទៅវាឆាត់ច្រាស់កាមេរ៉ាឈីងណានឹងថតឆាត់កាមេរ៉ាអញ្ចឹងចុចថតស្ផាច់មកអញ្ចឹងវាកាត់ឲ្យស្មើដែរទោះយើងថតផ្អៀងមិនក៏ដោយអីមិនក៏ដោយក៏វាស្អាតដែរឃើញទេហើយយើងចុចវាមកវាស្មើឲ្យអញ្ចឹងធ្វើគ្រូលោកគ្រូអ្នកគ្រូនឹងស្រួលកែបាទហើយយើងចុចពាក្យថាដានហ្នឹងមកបាទហើយយើងចុចពាក្យ save មកហើយបាទអញ្ចឹងនេះគឺជារូបភាពដែលយើងថតដោយសារប្រើកាមេរ៉ាមិញឃើញទេវាអត់ប្រឆាត់អត់ឈៀងអត់ជាប់ផ្ទៃអីខាងក្រោយទេគឺច្បាស់អញ្ចឹងលោកគ្រូអ្នកគ្រូយើងក៏ស្រួលកែដែរសូមបងប្អូនប្រើកម្មវិធីនឹងមកណាគឺកម្មវិធី Microsoft Lens នេះណាយើងចុចលើកនឹងមកខ្ញុំបីមើលកម្មវិធីហ្នឹងនេះណាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូននឹងយល់ថាកម្មវិធីហ្នឹងវាស្រួលអញ្ចឹងបងប្អូនត្រូវ down មកណា down កម្មវិធីហ្នឹងមកបាទ down កម្មវិធីហ្នឹងមកដាក់ណាឥឡូវខ្ញុំចុចលើវានេះកម្មវិធីរបស់វានេះឈ្មោះកម្មវិធីរបស់វាណានេះឈ្មោះកម្មវិធីរបស់វាបាទមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលា